រឿងសង្សារខ្ញុំជាខ្មោចឆ្នាំ2024ខ្ញុំឈ្មោះ Jesda អាយុ27ឆ្នាំខ្ញុំធ្វើការជា graphic designer នៅក្រុមហ៊ុនតូចមួយក្នុងភ្នំពេញជីវិតខ្ញុំធម្មតាណាស់ធ្វើការត្រឡប់ផ្ទះហើយរស់នៅម្នាក់ឯងក្នុងបន្ទប់ជួលតូចមួយខ្ញុំជាមនុស្សដែលមិនសូវមានមិត្តឪពុកម្ដាយខ្ញុំស្លាប់តាំងពីខ្ញុំនៅរៀនខ្ញុំធំឡើងជាមួយបងស្រីខ្ញុំនីណានាងជាមនុស្សតែម្នាក់ដែលនៅក្បែរខ្ញុំគ្រប់ពេលតែដោយសារខ្ញុំចង់មានជីវិតល្អខ្ញុំចាប់ផ្ដើមប្រែប្រួលខ្ញុំចង់បានលុយចង់បានឡានចង់បានជីវិតដែលអ្នកដទៃមានហើយនោះគឺជាដើមហេតុដែលខ្ញុំបានជួបសុធិកាយប់មួយភ្លៀងធ្លាក់ខ្លាំងខ្ញុំចេញពីធ្វើការយប់ជា10ម៉ោងផ្លូវជិតស្ងាត់អស់ពេលខ្ញុំកំពុងរង់ចាំម៉ូតូកង់3ខ្ញុំឃើញនារីម្នាក់ឈរនៅក្រោមភ្លើងភ្លឺនាងស្លៀករ៉ូបពណ៌សវែងសក់ខ្មៅរលោងស្បែកស្លេកហើយស្អាតខ្លាំងបែបមនុស្សក្នុងសុបិននាងកំពុងឈរម្នាក់ឯងក្រោមភ្លៀងខ្ញុំដើរទៅសួរអូនមិនទៅផ្ទះទេនាងសម្លឹងមកខ្ញុំយឺតភ្នែកនាងស្រងាត់ខ្លាំងណាស់ខ្ញុំកំពុងរង់ចាំនរណាម្នាក់សំឡេងនាងទន់និងស្ងប់ខ្ញុំមិនដឹងហេតុអីទេតែខ្ញុំមានអារម្មណ៍ចង់និយាយជាមួយនាងបន្តយប់នោះខ្ញុំជូននាងទៅផ្ទះនាងនៅចុងផ្លូវតូចស្ងាត់មួយមុនចុះពីម៉ូតូនាងញញឹមស្រាលបងឈ្មោះអី Jesda ចុះអូននាងស្ងាត់បន្តិចខ្ញុំឈ្មោះសុធិកាចាប់ពីថ្ងៃនោះយើងចាប់ផ្ដើមជួបគ្នាញឹកញាប់តែមានរឿងចម្លែកមួយខ្ញុំមិនដែលឃើញនាងពេលថ្ងៃនាងតែងមកជួបខ្ញុំតែពេលយប់ខ្ញុំធ្លាប់សួរអូនមិនធ្វើការទេនាងគ្រាន់តែញញឹមស្រាលខ្ញុំមិនចូលចិត្តពន្លឺថ្ងៃប៉ុន្មានខែក្រោយខ្ញុំចាប់ផ្ដើមស្រឡាញ់នាងខ្លាំងនាងយល់ចិត្តខ្ញុំស្ដាប់ខ្ញុំហើយតែងនៅក្បែរខ្ញុំពេលខ្ញុំគ្មានលុយនាងជួយខ្ញុំពេលខ្ញុំឈឺនាងអង្គុយមើលថែខ្ញុំមួយយប់ទល់ភ្លឺនាងជាមនុស្សដំបូងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានផ្ទះមួយតែមានរឿងចម្លែករាងកាយនាងត្រជាក់ខ្លាំងណាស់ពេលខ្ញុំកាន់ដៃនាងដូចកាន់ទឹកកកហើយរាល់ពេលនាងមកខ្យល់ក្នុងបន្ទប់តែងត្រជាក់ខ្លាំងថ្ងៃមួយមិត្តខ្ញុំវិចិត្រមកលេងបន្ទប់ខ្ញុំបង្ហាញរូបសុធិកាឲ្យគាត់មើលតែមុខគាត់ស្លេកភ្លាម Jesda អញស្គាល់នាងមកពីណាសង្សារអញវិចិត្រញ័រដៃមិនអាចទេហេតុអីគាត់សម្លឹងរូបនោះទាំងភ័យនាងស្លាប់ហើយខ្ញុំសើចភ្លាមឈួតអីតែវិចិត្រយកទូរស័ព្ទបង្ហាញព័ត៌មានចាស់មួយបង្ហាញហើយឈាមខ្ញុំស្ទើរឈប់រត់ព័ត៌មាននោះបង្ហាញរូបសុធិកាចំណងជើងសរសេរថានារីវ័យ24ឆ្នាំស្លាប់នៅគ្រោះថ្នាក់ចរាចរណ៍កាលពី1ឆ្នាំមុនខ្ញុំដកដង្ហើមមិនចេញយប់នោះខ្ញុំទៅរកសុធិកាភ្លាមអូនជានរណាពិតប្រាកដនាងស្ងាត់យូរខ្យល់ត្រជាក់បក់ជុំវិញយើងចុងក្រោយនាងខ្សឹបបងនៅតែចង់ឃើញខ្ញុំទៀតទេខ្ញុំញ័រទាំងខ្លួនអូនស្លាប់ហើយមែនទេនាងយំស្រាលហើយពេលនាងលើកមុខឡើងភ្នែកនាងពេញដោយឈាមខ្ញុំថយក្រោយទាំងភ័យតែអ្វីដែលធ្វើឲ្យខ្ញុំឈឺចិត្តនោះគឺនាងកំពុងយំខ្ញុំមិនចង់ឲ្យបងដឹងបែបនេះទេខ្ញុំគួរតែរត់តែខ្ញុំមិនអាចរត់ព្រោះខ្ញុំនៅតែស្រឡាញ់នាងសុធិកាប្រាប់ខ្ញុំថាមុននាងស្លាប់នាងមានសង្សារម្នាក់ឈ្មោះរាជពួកគេស្រឡាញ់គ្នាខ្លាំងណាស់នាងធ្វើការជា nurse រកលុយជួយម្ដាយនិងបងប្រុសនាងសម្បីតែយកលុយសន្សំទិញម៉ូតូឲ្យសង្សារនាងជាធ្វើការតែថ្ងៃមួយរាជចម្ពាក់លុយគេធ្ងន់គាត់បោកសុធិកាយកលុយនិងឡានរបស់នាងយប់នោះគាត់ហៅនាងទៅជួបនៅផ្លូវចៃក្រុងនាងគិតថាគាត់ចង់ដោះស្រាយបញ្ហាតែពេលនាងទៅដល់រាជមិនមែននៅម្នាក់ឯងទេ
មានបរិះពីរនាក់ទៀតពួកគេចង់ប្លន់ឡាននាងសុធិកាព្យាយាមរត់តែរៀតចាប់នាងហើយរុញនាងចូលកណ្ដាលផ្លូវឡានធំមួយបុកនាងពេញទំហឹងខ្ញុំញ័រទាំងខ្លួនហេតុអីអូនមករកខ្ញុំសុធិកាយំព្រោះបងមុខដូចបងប្រុសខ្ញុំស្ងាត់ភ្លាមបងប្រុសខ្ញុំមុនខ្ញុំស្លាប់ខ្ញុំបានទូរស័ព្ទទៅបងប្រុសខ្ញុំឲ្យជួយតែគាត់មិនបានមកទាន់ទេខ្ញុំស្លាប់ម្នាក់ឯងនៅលើផ្លូវចាប់ពីយប់នោះសុធិកាចាប់ផ្ដើមមកឡងខ្ញុំកាន់តែញឹកនាងអង្គុយមើលខ្ញុំដេករាល់យប់ខ្លះទៅខ្ញុំភ្ញាក់ឡើងឃើញនាងឈរនៅចុងគ្រែភ្នែកនាងពេញដោយទឹកធ្មេញតែអ្វីដែលគួរឲ្យខ្លាចនោះគឺសុខភាពខ្ញុំចាប់ផ្ដើមខ្សោយខ្ញុំស្គមងងុយដេកហើយតែងឮសំឡេងសុធិកាក្នុងក្បាលនៅជាមួយខ្ញុំបងស្រីខ្ញុំនីណាចាប់ផ្ដើមបារម្ភនាងមកមើលខ្ញុំរាល់ថ្ងៃមួយនាងស្រែកដាក់ខ្ញុំទាំងយំចេស្តាឯងនិយាយម្នាក់ឯងរាល់យប់បន្ទប់នេះគ្មាននរណាទេខ្ញុំខឹងអូនមិនយល់ទេសុធិកានៅទីនេះនីណាយំឯងកំពុងឈួតហើយវិចិត្រប្រាប់ខ្ញុំវិញ្ញាណដែលនៅជាប់មនុស្សយូរអាចយកជីវិតមនុស្សនោះបានតែខ្ញុំមិនអាចចាក់ចេញពីនាងបានទេថ្ងៃមួយខ្ញុំទៅផ្ទះចាស់របស់សុធិកាខ្ញុំចង់ជួបគ្រួសារនាងតែពេលទៅដល់ម្ដាយសុធិកាសម្លឹងមុខខ្ញុំទាំងភ័យអ្នកឈ្មោះចេស្តាមែនទេខ្ញុំភ្លាក់ផ្អើលមិនបាញ់ขึ้นមកស្គាល់ខ្ញុំស្ត្រីចាស់នោះយំភ្លាមហើយយករូបថតចាស់មួយឲ្យខ្ញុំមើលខ្ញុំស្ទើរឈប់ដកដង្ហើមក្នុងរូបមានសុធិកាឈរក្បែរបរិះម្នាក់ហើយបរិះនោះគឺខ្ញុំតែខ្ញុំមិនដែលស្គាល់នាងពីមុនទេម្ដាយសុធិកាយំភ្លាមមុនកូនខ្ញុំស្លាប់នាងមានសង្សារម្នាក់ឈ្មោះចេស្តាតែថ្ងៃនាងស្លាប់បរិះនោះបាត់ខ្លួនខ្ញុំឈឺក្បាលខ្លាំងណាស់រូបភាពចាប់ផ្ដើមចូលក្នុងក្បាលភ្លាមខ្ញុំចងចាំគ្រប់យ៉ាងរៀតមិនមែនជាមនុស្សផ្សេងទេគឺខ្ញុំជាមនុស្សដែលបោកសុធិកាខ្ញុំជាមនុស្សដែលរុញនាងចូលភ្លើក្រោយនាងស្លាប់ខ្ញុំភ័យខ្លាំងរហូតបាត់បង់ការចងចាំខ្ញុំបដូរឈ្មោះផ្លាស់ទីហើយរស់នៅដូចមានអ្វីកើតឡើងតែវិញ្ញាណសុធិកាមិនដែលចាក់ចេញពីខ្ញុំទេនាងមិនមកឡងដើម្បីសម្លាប់ខ្ញុំទេនាងមកដើម្បីឲ្យខ្ញុំចងចាំការពិតខ្ញុំយំខ្លាំងណាស់បងសុំទោសសុធិកាសម្លឹងមកខ្ញុំទាំងទឹកធ្មេញថ្ងៃខ្ញុំស្លាប់ខ្ញុំមិនដែលស្អប់បងទេខ្ញុំស្ទើរបែកបេះដូងហេតុអីនាងយំព្រោះខ្ញុំនៅតែស្រឡាញ់បងយប់ចុងក្រោយភ្លៀងធ្លាក់ខ្លាំងដោយថ្ងៃដែលយើងជួបគ្នាដំបូងសុធិកាឈរនៅក្រោមភ្លើងផ្លៃរាងនាងចាប់ផ្ដើមស្រោបអាប់ដោយវិញ្ញាណចិត្តបាត់ខ្ញុំរត់ទៅអូបនាងទាំងយំកុំទៅបានទេសុធិកាញញឹមទាំងទឹកធ្មេញខ្ញុំឯកាណាស់បងមកនៅជាមួយខ្ញុំបានទេភ្លាមនោះខ្ញុំមានអារម្មណ៍ត្រជាក់ចូលក្នុងទ្រូងដង្ហើមខ្ញុំចាប់ដើមខ្សោយខ្ញុំឃើញនីណារត់មករកខ្ញុំទាំងយំចេស្តាតែខ្ញុំលែងឮសំឡេងនាងច្បាស់ទៀតហើយអ្វីដែលខ្ញុំឮចុងក្រោយគឺសំឡេងសុធិកាខ្សឹបក្បែរត្រចៀកលើកនេះយើងមិនបែកគ្នាទៀតហើយថ្ងៃបន្ទាប់គេប្រទះខ្ញុំស្លាប់នៅក្រោមភ្លើងផ្លូវមួយកន្លែងដដាលដែលសុធិកាស្លាប់នីណាយំស្ទើរឆ្កួតនៅពិធីបុណ្យសពខ្ញុំវិចិត្រសម្លឹងម៉ាក់ឈោខ្ញុំទាំងស្ងៀមគ្មាននរណាដឹងថាខ្ញុំស្លាប់ដោយអ្វីទេតែញាក់យ៉ាមយឹបនៅផ្លូវនោះនិយាយថារាល់ពេលភ្លៀងធ្លាក់គេតែងឃើញប្តីប្រពន្ធវ័យក្មេងមួយគូឈរនៅក្រោមភ្លើងផ្លូវនារីម្នាក់ស្លៀករ៉ូបពណ៌សនិងបុរសម្នាក់កាន់ដៃនាងអ្នកទាំងពីរញញឹមដាក់គ្នាដូចមនុស្សដែលស្រឡាញ់គ្នាខ្លាំងណាស់តែពេលមានឡានបើកកាត់អ្នកទាំងពីរនឹងបាត់ខ្លួនទៅក្នុងភាពងងឹតប៉ះ